វិស័យបង្ការសត្វចម្លែកខេមរាខុសច្បាប់ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថាតួឯករបស់យើងគឺជាសត្វខេមរាលំដាប់ S ដ៏មានឥទ្ធិពលដែលគេស្គាល់ថាលេខ17កំពុងចុះខ្សោយសមត្ថភាពដោយសម្រេចថាលេខមានប្រយោជន៍គេក៏បោះបង់វាចោលដោយបញ្ជូនវាទៅកាន់ពិភពវិសាជាមួយនឹងក្រុមអ្នកប្រមាញ់មួយក្រុមពួកគេបានចាត់តាំងវាឲ្យការពារក្រុមអ្នកប្រមាញ់ទាំងនោះតែហាមដាច់ខាតមិនឲ្យត្រឡប់មកវិញនៅក្នុងពិភពវិសាសត្វចម្លែកដ៏មិនអស់បានវាយប្រហារទៅលេខ17បំផ្លាញពួកគេបានយ៉ាងងាយធ្វើឲ្យក្រុមអ្នកប្រមាញ់នៅពេលបេសកកម្មត្រូវបានបញ្ចប់ហើយច្រកទ្វារចាប់ផ្ដើមក្រុមអ្នកប្រមាញ់ក៏សម្រេចចិត្តបោះបង់វាចោលដោយផែនការដែលបានក្រុងគ្មានបញ្ហាអ្វីផ្សេងទៀតហើយរាងកាយក៏សាយលេខ17ក៏នឹកឃើញអនុស្សាវរីយ៍ការខ្លួននៅជាមនុស្សគេធ្លាប់ជាក្មេងកំព្រាត្រូវបានគេចាប់ជំនឹងត្រូវបានគេចាក់បញ្ចូលកោសិកាសត្វចម្លែកជាង500ប្រភេទទម្រាំខ្លះជាខេមរានៅពេលជីវិតជិតស្និទ្ធស្មោលរបស់គេបានបញ្ចេញការផ្ទុះយ៉ាងសម្បំហើយអ្វីដែលនឹងស្មានមិនដល់លេខ17ក៏ចាប់កំណើតជាថ្មីម្ដងទៀតតែមិនមែនជាបិសាចទេគឺជាមនុស្សដើមរបស់គេវិញលេខ17ស្រឡាញ់កាន់ពេលព្យាយាមស្វែងយល់ពីអ្វីដែលកាត់ឡើងចំពោះខ្លួនគេដឹងថាកោសិកាបិសាចនៅតែមានសកម្មភាពក្នុងខ្លួនមានន័យថាគេមិនមែនជាមនុស្សធម្មតាទេគេយល់ថាមន្ទីរពិសោធន៍លែងត្រូវការគេទៀតហើយទើបពួកគេមិនយកលោកគេទៅវិញកាលពីការផ្លាស់ប្ដូររាងកាយលេខពិសោធន៍នៅលើដៃក៏បាត់ទៅហើយលេខ17ជឿថាខ្លួនអាចរស់ឡើងវិញបានគឺដោយសារតែសមត្ថភាពរបស់សត្វចម្លែកប្រភេទភ្លើងដែលមាននៅក្នុងខ្លួនជាក់ស្ដែងប្រសិនបើស្នងមិនត្រូវបានប្របាញ់សត្វប្រភេទនេះអាចរស់ឡើងវិញបានរហូតដល់ទៅ3ដងទោះយ៉ាងណាមានពាក្យថាសត្វបក្សី Phoenix មិនអាចបញ្ចូលគ្នាជាមួយនឹងកោសិកាមនុស្សបានទេដែលបង្ហាញថាកេរ្តិ៍រមែងរបស់គេគឺជារឿងពិសេសលេខ17ដឹងអ្វីដែលមន្ទីរពិសោធន៍បានធ្វើដើម្បីគ្រប់គ្រងគេគឺបានបាត់ទាំងស្រុងហើយដោយសារតែជីវិតលេខ17បានចាប់ហើយគេក៏គិតចង់រស់នៅជាមនុស្សធម្មតានៅក្នុងដំណើរស្វែងរកជីវិតថ្មីគេក៏គិតឈ្មោះសម្រាប់ខ្លួនឯងហើយសម្រេចចិត្តយកឈ្មោះថា Shion ដំបូង Shion គិតចង់សងសឹកដែរតែក៏បោះបង់ចោលព្រោះមិនដឹងថាគួរកំណត់គោលដៅជាអ្នកណាទោះយ៉ាងណាគេជឿជាក់ថាថ្ងៃណាមួយនឹងត្រូវបានជួបអ្នកដែលត្រូវសងសឹកជាមិនខានពេល Shion កំពុងអាក្រាតគេគិតថារកសម្លៀកបំពាក់គឺជាជំហានដំបូងក្នុងការក្លាយជាមនុស្សគេចាប់ផ្ដើមដើរចុងវែងពិភពបិសាចហើយមិនយូរប៉ុន្មានគេក៏ប្រទះឃើញទន្លេមួយគេចាប់ផ្ដើមមើលជុំវិញហើយស្រាប់តែឃើញបក្សីចម្លែកដែលគាត់ភាសាត្រឹមពោលដោយសារតែគេកំពុងតែត្រូវការស្បែកស្រាប់គេគិតថាស្បែកសត្វបក្សីនោះអាចមានប្រយោជន៍គេបានបដូរដៃទៅជាដាវជាមួយនឹងអ្វីដែលខ្លួនមករៀននៅមន្ទីរពិសោធន៍គេក៏ចាប់ផ្ដើមចិត្តស្បែកបក្សីនោះភ្លាមគេចាក់ដាវចូលស្បែកបក្សីក្លិនថាមពលដ៏ខ្លាំងក៏សាយភាយពេញខ្យល់ទោះជាយ៉ាងណាឈីអននៅតែបន្តចិត្តស្បែកបក្សីរហូតដល់គេអាចដកស្បែកបានទាំងអស់ឥឡូវនេះគេមានស្បែកដ៏ធំមួយដែលអាចប្រើជាសម្លៀកបំពាក់បានតែគេខកចិត្តចំពោះស្បែកនោះដោយសារតែវារឹងខ្លាំងពេកហើយមិនទាន់លាងសម្អាតថ្នាំពុលបានត្រឹមត្រូវពេលនោះគេនឹកឃើញថាខ្លួនអាចឆ្នៃស្បែកនោះបានដោយខ្លួនឯងគេក៏ចាប់ផ្ដើមបុកស្បែកនោះរហូតដល់វាទន់ល្អឈីអនមានមោទនភាពចំពោះអ្វីដែលខ្លួនបានសម្រេចហើយក៏មិនបង្ហំយូរចាប់ផ្ដើមកាត់ស្បែកនោះទៅតាមរាងដែលគេចង់បានពេលដែលគេកំពុងធ្វើបែបនេះបក្សីនោះស្រាប់តែរស់ឡើងវិញនៅពីក្រោយគេបានប្រើកណ្ដាប់ដៃរបស់គេដើម្បីឲ្យស្បែកនោះជារាងដ៏ល្អឥតខ្ចោះដែលគេចង់បានសម្រាប់ធ្វើជាសម្លៀកបំពាក់បែបមនុស្សសម័យបុរាណគេក៏សម្គាល់ឃើញថាចិត្តពលមិនទាន់បាត់អស់ទេតែគេខ្ជិលធ្វើវាបន្តទៀតក៏សម្រេចចិត្តទុកវាចោលពេលនោះហើយគេក៏ឮសំឡេងបក្សីស្រែកហើយគេក៏ងាកមកវិញហើយភ្ញាក់ផ្អើលពេលឃើញថាបក្សីនោះពិតជាមិនទាន់ស្លាប់មែនឈីអសម្គាល់ឃើញថាបក្សីនោះមានចលនាតាមពាក្យរបស់គេដែលបញ្ជាក់ថាគេអាចយល់ពីបក្សីនោះបានឈីអនកាន់តែភ្ញាក់ផ្អើលនៅពេលបក្សីនោះបង្ហាញសញ្ញាទាំងអស់នៃការស្លាប់តែដោយសារមូលហេតុខ្លះទើបគេនៅរស់ដោយមិនគិតច្រើនគេយល់ថាបក្សីនោះគឺជាសត្វចម្លែកប្រភេទអមតៈគេដឹងថាខ្លួនចាស់របស់គេនឹងសម្លាប់បក្សីនោះព្រាមដោយមិនគិតពីរដងតែដោយសារបក្សីនោះខ្សោយពេកមិនអាចកម្រើកបានគេរកមិនឃើញថាមានហេតុផលអ្វីដែលត្រូវសម្លាប់សត្វបក្សីនោះឡើយគេចាត់ទុកថាអ្នកទាំងពីរគឺជាសត្វដែលមានសំណាងហើយគេបានជំរុញឲ្យបក្សីនោះរស់រានមានជីវិតទីពីររបស់គេឲ្យបានល្អដោយតែគេបានមានគម្រោងទុកដែរពេលដែលគេដើរចេញឈីអននិយាយថាពួកគេនឹងជួបគ្នានៅកន្លែងណាមួយក៏សិនបើមាននិស្ស័យបន្ទាប់ពីដោះស្រាយបញ្ហាឬសម្លៀកបំពាក់រួចគេគិតថារឿងបន្ទាប់ដែលត្រូវធ្វើគឺរកផ្ទះសម្រាប់ខ្លួនឯងឈីអនចាប់ផ្ដើមមើលចុងវិញហើយកន្លែងដំបូងដែលគេរកឃើញគឺរូបក្រុមនុយដែលបានជួបជាមួយនឹងសត្វចង្រិតយក្សដែលមិនចាប់អារម្មណ៍ក្នុងការរស់នៅក្នុងកន្លែងងងឹតបែបនេះគេក៏បោះបង់ចោលតែមុននឹងចាកចេញគេបានកាត់ក្បាលសត្វចង្រិតយក្សនោះចោលពេលចេញពីរោងភ្នំគេក៏ដើររហូតដល់ភ្នំមួយដែលមានប្រើគេបានជួបជាមួយនឹងសត្វចម្លែកទឹកកកតែគេក៏កម្ចាត់ពួកវាបានយ៉ាងងាយស្រួលផងដែរគេចាត់ទុកភ្នំព្រោះថាជាកន្លែងដែលមិនអាចរស់នៅបានព្រោះនៅទីនោះពិបាកក្នុងការរកអាហារ
គេបន្តស្វែងរកផ្ទះដ៏ល្អឥតខ្ចោះហើយបន្ទាប់ពីការខិតខំប្រឹងប្រែងរបស់គេជាច្រើនថ្ងៃគេក៏បានរកឃើញទីតាំងដែលស័ក្តិសមសម្រាប់គេមានបឹងមួយនៅក្នុងតំបន់នោះហើយរុក្ខជាតិមានពណ៌បៃតងព្រមទាំងមានព្រំព័ទ្ធជុំវិញតំបន់នោះគេពិនិត្យមើលបឹងហើយដឹងថាវាពោរពេញទៅដោយត្រីដែលអាចធ្វើជាអាហារបានអ្វីៗដែលល្អឥតខ្ចោះនៅក្នុងតំបន់នោះស៊ីអនយល់ថាគេបានរកឃើញកន្លែងសម្រាប់សង់ផ្ទះថ្មីរបស់គេហើយនៅកន្លែងផ្សេងសត្វកាមេរ៉ាប្រភេទមេកានិកទើបតែរកឃើញនៅក្នុងពិភពបិសាចដោយសារតែស៊ីអនបានសម្រេចចិត្តសង់ផ្ទះនៅទីតាំងនោះគេក៏រកឃើញដីដែលស័ក្តិសមហើយផ្លាស់ប្ដូរដៃទៅជាដើរដ៏មុតវែងដោយគ្រាន់តែកវីគេក៏កាត់ឈើធំៗចុះហើយរៀបចំវាពេលដែលគេដាក់ឈើសម្រាប់គ្រឹះនៅលើដីគេក៏សង្កត់ឃើញថាមានដីមិនរាបស្មើហើយគេក៏ជួសជុលដីនោះដោយឈូសឆាយដីរហូតដល់វារាបស្មើបន្ទាប់ពីធ្វើបែបនេះរួចគេក៏ចាប់ដើមឈើហើយចាប់ផ្ដើមដោតវាចូលទៅក្នុងជ្រុងទាំង4ដែលនឹងបម្រើជាបង្គោលផ្ទះបន្ទាប់ពីនេះគេបានក្រាលក្តារនៅលើឥដ្ឋផ្ទះហើយសម្រាប់ជញ្ជាំងគេមិនអាចរកដែកគោលបានទេដូច្នេះគេបានប្រើទឹកស្លែមពីសត្វចំណីប្រភេទខ្យងជាក់ស្ដែងទឹករំអិលតែងតែរឹងមាំណាស់តែវាមិនដឹងថាតើវានឹងជ្រាបទឹកឬអត់ទេសម្រាប់ការបញ្ចប់គេបានប្រើសូរសម្បុកនិងកូននាងស៊ីអសប្បាយចិត្តនៅអ្វីដែលខ្លួនបានសាងសង់តែគេក៏សង្កត់ឃើញថាមានអ្វីមួយហាក់ដូចជាខ្វះខាតគេចាប់ផ្ដើមគិតពីអ្វីដែលផ្ទះមនុស្សផ្សេងទៀតមានតែគេកំពុងខ្វះខាតគេគិតដល់សួនច្បារឬសត្វចិញ្ចឹមតែគេក៏បោះបង់គំនិតនេះចោលព្រោះគេមិនអាចចិញ្ចឹមសត្វនៅក្នុងពិភពបិសាចបានទេគេសន្និដ្ឋានថាគេនឹងធ្វើសួនបន្លែតែសូម្បីតែរឿងនេះក៏ត្រូវជួបបញ្ហាដែរព្រោះគេត្រូវគិតពីអ្វីដែលនឹងដុះនៅក្នុងពិភពបិសាចស្រាប់តែគេនឹកឃើញថាមានភ្នំព្រាលនៅជិតគេដែលអាចទទួលបានរុក្ខជាតិមួយដែលហៅថា Mandragora ស៊ីអនក៏ទៅកាន់ទីជម្រករបស់ Mandragora ភ្លាមដែលជាភ្នំព្រាលដែលថាមពលបិសាចក្រាស់បំផុតព្រាលក៏ក្រាស់នៅលើភ្នំបានធ្វើឲ្យគេនឹកឃើញពេលដែលគេត្រូវបានចាប់ជំរិតពីក្មេងហើយត្រូវបានបញ្ជូនទៅមន្ទីរពិសោធន៍ទោះបីជាឆ្លងកាត់ការឈឺចាប់ក៏ដោយក៏គេមិនអាចបដិសេធថាការក្លាយជាកាមេរ៉ាមានអត្ថប្រយោជន៍របស់គេដែរអត្ថប្រយោជន៍ខ្លះដែលក្លាយជាកាមេរ៉ាគឺមិនបាច់បារម្ភពីភាពត្រជាក់ឬការស្រេកឃ្លានឡើយមួយផ្លែតគេក៏រកឃើញចំការ Mandragora ជាក់ស្ដែងរុក្ខជាតិ Mandragora គឺមានភាពរសើបខ្លាំងចំពោះភាពតានតឹងហើយពួកវាគឺដោយសត្វចម្លែកប្រភេទ Sunfish ពួកវាអាចស្លាប់ដោយសារការផ្លាស់ប្ដូរបរិស្ថានតិចតួចបំផុតដោយសារតែវាមានកម្រងផ្លាស់ប្ដូរ Mandragora គេក៏គិតថាឬយកកូនតូចៗដែលអាចសម្របខ្លួនបានច្រើនបំផុតគឺល្អរឿងដំបូងដែលគេធ្វើគឺដកឫសហើយគេក៏គិតពីការបិទត្រចៀកព្រោះពួកគេល្បីល្បាញថាអាចស្រែកទៅពេលដែលត្រូវបានការរំខានគេទាញយក Mandragora មួយចេញតែវាបាននៅពេលដែលវានៅស្ងៀមគេស្មានថានេះគ្រាន់តែជារឿងចៃដន្យហើយក៏ទាញមួយទៀតតែលទ្ធផលនៅតែដដែលតាមពិត Mandragora កំពុងតែដេកលក់យ៉ាងស្រួលហើយមិនខ្វល់ពីអ្វីទាំងអស់គេទាញចេញជាច្រើនទៀតតែគ្មាននរណាម្នាក់ស្រែកដូចជាបានរំពឹងទុកទេជាក់ស្ដែងការស្រែកកើតឡើងនៅពេលដែលរុក្ខជាតិត្រូវបានដាំដុះដោយសម្បនិមិត្តដោយសារតែពិភពលោករបស់មនុស្សមានថាមពលបិសាចទៀតពួកវាតែងតែតានតឹងដែលជាមូលហេតុធ្វើឲ្យពួកវាស្រែកប្រសិនបើពួកវាត្រូវបានទាញចេញដោយបង្ខំពួកវាក៏ស្រែកដែរហើយពួកវានឹងបញ្ចប់ដោយការស្លាប់ដោយសារតែពួកវាស្ថិតក្នុងពិភពបិសាច Mandragora គ្មានហេតុផលអ្វីដែលត្រូវស្រែកទេទោះជាយ៉ាងណាស៊ីអនឆ្ងល់ថាហេតុអ្វីបានជារុក្ខជាតិមិនព្យាយាមរត់ចេញពីគេព្រោះពួកវាតែងតែព្យាយាមរត់គេចយ៉ាងហោចណាស់ស្រាប់តែគេនឹកឃើញថាក្នុងកោសិការបស់ Mandragora ក្នុងខ្លួនគេដែរហើយពួកគេក៏ប្រហែលជាប្រភេទតែមួយគេជឿថានេះគឺជារឿងល្អព្រោះគេមិនសូវតានតឹងសម្រាប់វាស៊ីអនកំពុងគិតពីអ្វីៗល្អៗដែលអាចទទួលបានដោយការដាំ Mandragora ដូចជាតែហើយថែមទាំងញ៉ាំវាជាអាហារសម្រន់ទៀតផងទោះជាយ៉ាងណាការយកផ្លែឈើរបស់វាដែលបង្ខំធ្វើឲ្យពួកវាមានជាតិពុលហើយស៊ីអនយល់ថាគេត្រូវតែរកវិធីដើម្បីដាំដុះរុក្ខជាតិប្រភេទនេះឲ្យវាទុកចិត្តពេលនោះគេក៏កត់សម្គាល់ឃើញថាមានអ្នកប្រមាញ់នៅក្បែរនោះហើយគេក៏សម្រេចចិត្តទៅពិនិត្យមើលពួកគេព្រោះចង់ដឹងថាតើពួកគេកំពុងធ្វើអ្វីនៅក្នុងប្រព័ន្ធដ៏គ្រោះថ្នាក់នេះទន្ទឹមនឹងនេះអ្នកប្រមាញ់ពីរនាក់កំពុងប្រឈមមុខនឹងវោសត្វចម្លែកប្រភេទទន្សាយលំដាប់ B-Whale បន្ទាប់ពីត្រូវបានមិត្តរួមក្រុមបោះបង់ចោលអ្នកប្រមាញ់ទាំងពីរនៅរស់បានដោយសារតែរបាំងការពាររបស់ពួកគេតែសូម្បីតែរបាំងនេះក៏ជិតបែកដែរពួកគេទាំងពីរចាប់ផ្ដើមសោកស្ដាយចំពោះសកម្មភាពរបស់ពួកគេក្នុងការក្លាយជាអ្នកប្រមាញ់ក្នុងចំណោមការងារផ្សេងទៀតដែលមានសម្រាប់ពួកគេគ្រាន់តែពួកគេចិត្តត្រូវបានសម្រាប់អ្វីមួយស្រាប់តែលេចឡើងពីកន្លែងណាមកហើយបុកដីនៅពីមុខគេ
នេះតាក់ទងចំណាប់អារម្មណ៍របស់ពួកគេហើយរបស់ទន្សាយទាំងនោះដែរពលពេលដែលធូលីនិងប៉ះទង្គិចចាប់ផ្ដើមស្រកពួកគេភ្ញាក់ផ្អើលពេលឃើញមានមនុស្សម្នាក់កំពុងនៅពីមុខគេហើយគេមិនមែនជានរណាទេក្រៅពីទូកអង្អែករបស់យើងស៊ីអននៅថាសត្វចម្លែកកំពុងតែចូលរួមជាមួយនឹង Slow បែបនេះហើយភ្លាមដែលទន្សាយបានដឹងពីអ៊ូរ៉ាដែលចេញពីខ្លួនរបស់គេការភ័យខ្លាចសន្ស្លាក៏កើតឡើងហើយពួកគេក៏បាត់ខ្លួននៅក្នុងខ្យល់ប្រមាញ់មិនជឿថាសត្វចម្លែកលំដាប់ B ទៅតែរត់ចេញដោយសារតែឃើញ Shion នោះទេពួកគេទាំងពីរបានអរគុណ Shion ដែលបានជួយសង្គ្រោះពួកគេហើយណែនាំខ្លួនទៅកាន់ Shion ក៏បានណែនាំខ្លួនគេទៅកាន់ពួកគេដូចគ្នាតែអ្នកប្រមាញ់ពិតជាឆ្ងល់ព្រោះពួកគេមិនដែលឮឈ្មោះចម្លែកបែបនេះពីមុនមកទេបន្ទាប់មកShion សួរអ្នកប្រមាញ់ថាហេតុអ្វីបានជាពួកគេនៅក្នុងពិភពបិសាចពួកគេអាចមើលឃើញយ៉ាងច្បាស់ថាពួកគេគឺជាអ្នកប្រមាញ់លំដាប់ទាបអ្នកប្រមាញ់សារភាពថាពួកគេធ្វើវាដោយសារតែលុយជាក់ស្ដែងមានកាតព្វកិច្ចមួយដើម្បីចាប់កាមេរ៉ាមួយទាំងនោះហើយរង្វាន់ដែលបានសន្យាគឺគួរឲ្យចង់បានខ្លាំងណាស់ភ្លាមដែលពួកគេនិយាយអំពីកាមេរ៉ា Shion ក៏ចាប់ផ្ដើមការពារខ្លួនដោយស្មានថាពួកគេកំពុងនិយាយអំពីគេពេលនោះហើយអ្នកប្រមាញ់និយាយថាកាមេរ៉ាបានរត់គេចពីមន្ទីរពិសោធន៍ហើយគេថាវាជាកាមេរ៉ាប្រភេទ Mechanic ដោយសារតែគេមិនមែនជាប្រភេទ Mechanic គេយល់ថាដោយសារតែគេមិនមែនជាប្រភេទ Mechanic គេយល់ថាគ្មានអ្វីត្រូវបារម្ភនោះទេគេមានគម្រោងយក Gate Crystal ហើយបន្ទាប់មកត្រឡប់ទៅផ្ទះថ្មីរបស់គេវិញបន្ទាប់មក Shion សួរទៅកាន់អ្នកប្រមាញ់ទាំងពីរថាឧបករណ៍របស់ពួកគេនៅឯណាពួកគេប្រកាសថាពួកគេប្រកាសជាមាន Gate Crystal បន្ទាប់មកអ្នកប្រមាញ់បង្ហាញថាបុរសម្នាក់ដែលបានក្បត់ពួកគេបានយកឧបករណ៍ទាំងអស់របស់គេទៅជាមួយបន្ទាប់មកអ្នកប្រមាញ់សួរ Shion ថាតើមានគម្រោងត្រឡប់ទៅពិភពមនុស្សវិញឆាប់នេះឬអត់ព្រោះពួកគេជិតដល់កម្រិតរបស់គេហើយជាទូទៅមនុស្សមិនអាចនៅក្នុងពិភពបិសាចបានយូរទេដោយសារតែថាមពលបិសាចនឹងសម្លាប់ពួកគេទោះជាយ៉ាងណារឿងនេះគ្មានឥទ្ធិពលចំពោះ Shion ទៀតទេអ្នកប្រមាញ់ទាំងពីរចាប់ផ្ដើមអង្វរ Shion ឲ្យជួយសង្គ្រោះពួកគេតែពេលនោះ Shion ក៏កំពុងតាំងអ្នកប្រមាញ់ដែលក្បត់ពួកគេបានគេក៏ហោះឡើងទៅលើអាកាសភ្លាមហើយឆ្ពោះទៅរកកន្លែងដែលអ្នកប្រមាញ់នៅខណៈដែលអ្នកប្រមាញ់ទាំងពីរស្ទើរតែភ័យសន្ស្លាព្រោះអ្នកសង្គ្រោះរបស់ពួកគេទើបតែបាត់ខ្លួននៅពីមុខពួកគេ